ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់ទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លើកទី4ឆ្នាំ2026ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រនាល្ងាចថ្ងៃទី28ខែមីនាឆ្នាំ2026ឯកឧត្តមហៃវ៉ាន់ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានអះអាងថាកម្ពុជាមិនមែនគ្រាន់តែជាប្រទេសដែលចេះប្រើបច្ចេកវិទ្យាប៉ុណ្ណោះទេប៉ុន្តែកម្ពុជាកំពុងក្លាយជាប្រទេសដែលបង្កើតបច្ចេកវិទ្យានេះជាកាតាលីករដែលជំរុញឲ្យយុវជនចាប់យកជំនាញវិជ្ជាជីវៈផ្នែកនេះនិងជំរុញនៅការវិនិយោគបន្ថែមទៀតឯកឧត្តមរដ្ឋមន្ត្រីក៏បានបញ្ជាក់ថាយើងឃើញហើយនៅកម្ពុជាមានបច្ចេកវិទ្យាមួយចំនួនបង្កើតដោយកូនខ្មែរដូចជា Divia Innovation គឺជានិវានុវត្តកម្មដែលបង្កើតដោយកូនខ្មែរដោយបានយកទៅលក់ដល់ប្រទេសគេថែមទៀតដូចជាក្រុមហ៊ុន EMISPARK ជាដើមគឺគាត់បានរកឃើញនៅដំណោះស្រាយជាច្រើននេះហើយជាចំណុចខ្លាំងរបស់កម្ពុជាយើងហើយយើងសង្ឃឹមថាយុវជនចំនួនថ្មីនឹងចាប់យកវិទ្យាសាស្ត្របច្ចេកវិទ្យាគណិតវិទ្យាវិស្វកម្មនេះជាមូលដ្ឋានក្នុងការបង្កើតនៅផលិតផលថ្មីបង្កើតនៅសមត្ថភាពថ្មីដើម្បីទាក់ទាញវិនិយោគិនមកកម្ពុជាយើងថែមទៀតពាក់ព័ន្ធទៅនឹងការតាក់ទាញខាងវិនិយោគឯកឧត្តមហៃវ៉ាន់ឌីបានគូបញ្ជាក់ថាវិនិយោគិនធំជាពិសេសអ្នកវិនិយោគផ្នែកតិចណូឡូជីវិនិយោគខ្សែចង្វាក់ផលិតកម្មដែលមានតម្លៃខ្ពស់គេតែងតែពិនិត្យមើលថាតើប្រទេសដែលគេចង់ទៅនោះមានកម្រិតនវានុវត្តន៍បែបណាមានអេកូស៊ីស្ទឹមបែបណាតើមជ្ឈមណ្ឌលធ្វើការជាមួយនឹងឧស្សាហកម្មកម្រិតណាតើប្រទេសនោះមានហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិមន្ទីរពិសោធន៍មជ្ឈមណ្ឌលមេត្រាសាស្ត្រដល់កម្រិតណាមុននឹងគេសម្រេចដាក់ទុនវិនិយោគនៅប្រទេសនោះដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាបានបង្កើតទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ជារៀងរាល់ឆ្នាំក្នុងគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជាពិសេសជំរុញការចូលរួមពីវិស័យឯកជនសហគ្រាសធុនតូចនិងមធ្យមក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីបង្កើតភាពជាដៃគូកែលម្អខ្សែចង្វាក់ផលិតកម្មនិងលើកកម្ពស់សមត្ថភាពផលិតដើម្បីបំពេញតាមតម្រូវការទីផ្សារនិងស្តង់ដារអន្តរជាតិជាមួយនេះក៏ដើម្បីជាការបញ្ជូននៅសញ្ញាវិជ្ជមានបញ្ជូននៅភាពជឿជាក់ជូនដល់អ្នកវិនិយោគទាំងអស់ស្វែងរកការវិនិយោគនៅកម្ពុជាក្នុងឱកាសនោះឯកឧត្តមហែមវ៉ាន់ឌីបានផ្ដាំផ្ញើនិងលើកទឹកចិត្តសូមឲ្យប្រជាជនពាណិជ្ជករឧស្សាហករផលិតករទាំងអស់សូមកុំឲ្យខ្លាចនៅបច្ចេកវិទ្យា AI ហើយយើងត្រូវតែខិតខំស្រាវជ្រាវរៀនសូត្រអំពីវាចំណាយពេលមិនច្រើនទេយើងនឹងស្ដាប់បានពេលនោះវានឹងជួយធ្វើអ្វីៗឲ្យយើងបានច្រើននិងសូមឲ្យបងប្អូនទាំងអស់គ្នាចាប់អារម្មណ៍ទៅលើ AI និងកាន់តែនាំគ្នាចូលរួមប្រើប្រាស់ AI ដើម្បីគុណប្រយោជន៍របស់អាជីវកម្មរបស់យើងទាំងអស់គ្នាដើម្បីកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើនខ្លាំងក្លាសូមជម្រាបថាទិវាជាតិវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍លើកទី4ឆ្នាំ2026រៀបចំធ្វើរយៈពេល3ថ្ងៃនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញពីថ្ងៃទី26ដល់ថ្ងៃទី28ខែមីនាដែលបានតាក់ទាញអ្នកទស្សនាប្រមាណ30,000នាក់មកពីក្រសួងស្ថាប័នវិស័យឯកជនស្ថាប័នសិក្សាស្រាវជ្រាវគ្រឹះស្ថានហិរញ្ញវត្ថុសិស្សនិស្សិតជាដើម